សម្រាប់អ្នកដែលមានតារានិកល Taurus តើនឹងមានអ្វីកើតឡើងនៅពេលនេះសម្រាប់អ្នកទាំងអស់គ្នាហើយចក្រវាលនឹងឲ្យដំបូន្មានសម្រាប់អ្នកទាំងអស់គ្នាដូចម្តេចខ្លះសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺការ៉ុតឥឡូវនេះខ្ញុំមាន3ក្រុមឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយើងមានក្រុមទី1ក្រុមទី2និងក្រុមទី3ហើយក៏មានក្របអង្កាំចំនួន3គ្រាប់សម្រាប់ឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការរើសដូចគ្នាជាងក្រុមទី1គឺបានជាមួយនឹងពណ៌លឿងក្រុមទី2យើងបានជាមួយនឹងក្របអង្កាំពណ៌សហើយនិងក្រុមទី3យើងបានជាមួយនឹងក្រុមអង្កាំពណ៌ខៀវអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសកាតមួយផ្លែតសិនទៅអូខេសម្រាប់អ្នកដែលជ្រើសរើសក្រុមទី1ជាមួយនឹងក្រុមកាំពណ៌លឿងនេះយើងមកមើលថាអ្នកទាំងអស់គ្នាបានសិលឹកកាតអីដែរអញ្ចឹងសិលឹកកាតអ្នកទាំងអស់គ្នាគឺបាន Ten of Wands វាបង្ហាញឲ្យឃើញថាអ្នកទាំងអស់គ្នាឥឡូវហ្នឹងកំពុងតែមានសម្ពាធមានកាតព្វកិច្ចច្រើនមែនតើដែលអ្នកទាំងអស់គ្នាត្រូវស្ពាយដូចដែលយើងឃើញនៅក្នុងរូបភាពហ្នឹងអញ្ចឹងមានឆ្អឹងខ្មោចមានដើមឈើសកត់ពីលើអាហ្នឹងវាប្រៀបបានដូចជាសម្ពាធនិងមានទំនួលខុសត្រូវច្រើនមែនតើដែលអ្នកទាំងអស់គ្នាត្រូវដោះស្រាយតែត្រូវចូលចងចាំថាចក្រវាលកំពុងតែចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាមិនមែននៅម្នាក់ឯងទេអ្នកទាំងអស់គ្នាមិនបាច់យកបន្ទុកទាំងអស់ទម្លាក់មកលើខ្លួនឯងទេរឿងខ្លះយើងអាចសុំជំនួយពីអ្នកដទៃបានក៏យើងសុំទៅអ្នកទាំងអស់គ្នាត្រូវចាំថារឿងណាដែលសំខាន់ចាំយើងគិតដែលរឿងណាតិចតួចយើងកុំយកមកផ្ដុំនៅក្នុងខួរក្បាលច្រើនពេកហើយបើថារឿងណាអាចចែករំលែកទៅកាន់អ្នកដទៃបានក៏អ្នកទាំងអស់គ្នាចែកទៅដូចក្នុងរូបភាពហ្នឹងយើងឃើញមានអ្នកចាំជួយអ្នកទាំងអស់គ្នាដូចគ្នាអញ្ចឹងហើយកុំដាក់សម្ពាធដល់ខ្លួនឯងពេកចូលមកដល់សិលឹកកាតទី2នេះសម្រាប់អ្នកដែលជ្រើសរើសយកគ្រាប់អង្កាំពណ៌សនេះយើងមកមើលថាអ្នកទាំងអស់គ្នាបានសិលឹក B អីគេដែរអញ្ចឹងស្លឹកបៀដែលអ្នកទាំងអស់គ្នាបានហ្នឹងគឺ The Hangman ណាអញ្ចឹងស្លឹកបៀដែលអ្នកទាំងអស់គ្នាបាននេះគឺ The Hangman បច្រាស់ណាដោយឃើញមនុស្សស្រីបញ្ឈរជើងឡើងលើអញ្ចឹងដល់ពេលវាបច្រាស់គឺឃើញដូចមនុស្សស្រីដាក់ជើងចុះក្រោមស្លឹកបៀនេះបញ្ជាក់ឲ្យឃើញថាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាជាប់គាំងឬក៏មានការខកចិត្តទៅលើរឿងអ្វីមួយអ្នកទាំងអស់គ្នាមានអារម្មណ៍ថារឿងជាច្រើនវាអត់បានផ្លាស់ប្ដូរទៅតាមអ្វីដែលអ្នកចង់បានទេអ្នកទាំងអស់គ្នាក៏អាចជាមនុស្សម្នាក់ដែលអត់ចូលចិត្តការផ្លាស់ប្ដូរដូចគ្នារបៀបថាមនុស្សដែលអត់ចូលចិត្តទស្សនៈថ្មីនៅអោបជាប់តែជាមួយនឹងការគិតចាស់ៗរបស់ខ្លួនឯងណាអញ្ចឹងបានចក្រវាលគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នារៀនបើកចិត្តទៅនឹងទស្សនៈថ្មីឲ្យចូលមកក្នុងជីវិតអញ្ចឹងហើយបើអ្នកទាំងអស់គ្នាឈប់មានអារម្មណ៍ថាជាប់គាំងនៅមួយកន្លែងអូខេឥឡូវបន្ទាប់ពីក្រុមទី2ហើយយើងមកមើលជាមួយនឹងក្រុមទី3ណាសម្រាប់អ្នកដែលជ្រើសរើសយកក្រុមទី3ក្រុមកម្មពណ៌ខៀវនេះអញ្ចឹងយើងមកមើលថាតើអ្នកទាំងអស់គ្នានឹងបានជាមួយនឹងសិលឹក B អីគេអ្នកទាំងអស់គ្នាបានជាមួយនឹងសិលឹក B Ace of Swords នេះគឺជាការបង្ហាញពីការពិតណាយើងមានឃើញមានដាវមានអីដូចជាមានរឿងហេតុមានអីអញ្ចឹងហើយដាវហ្នឹងគឺចាក់ទម្លុះរឿងហេតុដែលកើតមានហ្នឹងអ្នកទាំងអស់គ្នានឹងដឹងការពិតពីរឿងអ្វីមួយរឿងណាដែលធ្លាប់តែជារឿងដែលមិនច្បាស់លាស់មិនប្រកបវិជ្ជាវានឹងចាប់ផ្ដើមច្បាស់លាស់ឲ្យអ្នកទាំងអស់គ្នាដឹងវាក៏អាចមានន័យថាអ្នកទាំងអស់គ្នាកំពុងតែដើរចូលទៅរកទំព័រថ្មីនៃជីវិតរបស់ខ្លួនឯងណាអីដែលជាគំនិតការគិតរបស់អ្នកទាំងអស់គ្នានឹងចាប់ផ្ដើមច្បាស់លាស់ជាងមុនវាប្រៀបបានដូចជាការចាប់ផ្ដើមដើរឡើងវិញអញ្ចឹងប៉ុន្តែស្ថិតនៅក្នុងភាពច្បាស់លាស់ជាងមុនអញ្ចឹងចក្រវាលចង់ឲ្យអ្នកទាំងអស់គ្នាមានភាពជឿជាក់លើខ្លួនឯងរក្សាផ្លូវចិត្តខ្លួនឯងឲ្យបានល្អហើយធ្វើរឿងណាដែលត្រឹមត្រូវបានហើយអញ្ចឹងការអានសម្រាប់ Taurus គឺមានតែប៉ុណ្្នឹងទេសម្រាប់អ្នកទាំងអស់គ្នាជ្រើសយកគុំណាខ្លះកុំភ្លេច comment នៅក្នុងវីដេអូឲ្យមានបានដឹងផងណាហើយបើអ្នកទាំងអស់គ្នាគិតថាត្រូវរឿងអ្នកទាំងអស់គ្នាកុំភ្លេច follow ខ្ញុំម្នាក់មួយផងហើយចែករំលែកវីដេអូនេះទៅកាន់ Taurus ទាំងអស់គ្នាបាយបាយ